ទំព័រទី3ពី3ឆ្នាំក្រោយមកនៅពេលគម្រប់3ឆ្នាំនៃមរណភាពរបស់អ្នកម្ដាយស្វាមីខ្ញុំឈ្មោះ Lincoln ហើយនិងខ្ញុំបានពិភាក្សាគ្នាអំពីការរៀបចំកម្មវិធីយ៉ាងណាដែលល្អបំផុតដើម្បីរំលឹកអនុស្សាវរីយ៍របស់គាត់ដែលនឹងធ្វើឡើងនៅចុងសប្តាហ៍នោះមានមិត្តសម្លាញ់ម្នាក់បានអញ្ជើញយើងទៅមើលការប្រកួតបាល់បោះនៅល្ងាចថ្ងៃសៅរ៍ចៃដន្យខ្លាំងណាស់ការប្រកួតនោះប្រារព្ធឡើងនៅក្នុងសាលកីឡាដែលម្ដាយរបស់ខ្ញុំធ្លាប់បានទៅមើល Lincoln និងខ្ញុំបាននិយាយគ្នាថាតើអារម្មណ៍យើងនឹងទៅជាយ៉ាងណានៅពេលយើងទៅដល់កន្លែងនោះម្ដងទៀតជាកន្លែងដែលយើងបានឃើញគាត់សើចសប្បាយរីករាយនាពេលយប់ហើយបែរជាទទួលមរណភាពនៅព្រឹកស្អែកទៅវិញយើងសម្រេចចិត្តថាវាគឺជាឱកាសអស្ចារ្យខ្លាំងណាស់ដើម្បីអបអរសាទរចំពោះវិញ្ញាណក្ខន្ធរបស់គាត់ហើយណាមួយអនុស្សាវរីយ៍របស់យើងជាមួយគាត់នៅគ្រាជប់នោះគឺជាអនុស្សាវរីយ៍ល្អបំផុតមិនអាចបំភ្លេចបានកាលនោះយើងបាននាំគ្នាសើចមានឱកាសដើម្បីជជែកគ្នាលេងពីរឿងរ៉ាវគ្រប់បែបយ៉ាងវាជាពេលល្ងាចមួយដ៏អស្ចារ្យល្ងាចនោះគាត់ថែមទាំងបានទស្សន៍ទាយថាប្អូនស្រីខ្ញុំប្រកាសជានឹងរៀបការជាមួយសង្សាររបស់នាងថែមទៀតផងហើយពី3ឆ្នាំក្រោយមកការទស្សន៍ទាយរបស់គាត់ពិតជាត្រឹមត្រូវមែន